បាទសួស្តីបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនបងប្អូនបានឃើញម៉ូតូ CRF Rally រួចហើយអញ្ចឹងហើយបើសិនជាយើងមើលម៉ូតូធំរួចហើយអញ្ចឹងយើងគួរតែមើលម៉ូតូតូចវិញម្ដងតើបានទេបងប្អូនឬក៏ក្រោះគប់នេះចង់បកស្រាយអំពីក្រោះគប់នេះក្រោះគប់នេះយើងអាចធ្វើការកម្មង់ទោះបីជាម៉ូតូនេះមានគេកក់កម្មង់ពីជប៉ុនទៅតែយើងអាចធ្វើការកម្មង់ជូនបងប្អូនបានបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺជាប្រភេទកូនម៉ូតូតែមួយនៅខាងស្ដាំដៃគឺជាប្រភេទម៉ូតូក្រោះគប់ហើយមួយនៅខាងឆ្វេងដៃគឺ CT 125cc ហើយម៉ូតូទាំងពីរនេះខ្ញុំនិយាយថាជាកូនម៉ូតូនោះគឺមកពីនៅប្រទេសជប៉ុននេះឲ្យតែកម្លាំង 125cc ចុះក្រោមគឺគេចាប់ទុកដូចជាកូនម៉ូតូអញ្ចឹងក៏ព្រោះថានៅប្រទេសជប៉ុននេះអ្នកដែលជិះម៉ូតូគេនិយមតែ 250cc ឡើងតែប៉ុណ្ណោះក៏ព្រោះថាផ្លូវនៅស្រុកគេហ្នឹងគឺវាធំទូលាយបើសិនជាគេចង់ជិះពីគោលដៅមួយទៅគោលដៅមួយទៀតគេប្រើអាកម្លាំងសេះធំគឺវាមួលលឿនជាងមានលំនឹងជាងហើយសុវត្ថិភាពថែមទៀតរីឯកម្លាំងសេះ125ចុះក្រោមគឺជាប្រភេទម៉ូតូដែលគេចូលចិត្តជិះនៅតាមស្រុកភូមិគេហើយបើតាមបទពិសោធន៍របស់ខ្ញុំវិញនោះគឺកន្លែងដែលខ្ញុំស្នាក់នៅប្រទេសជប៉ុននេះទោះបីជាវាមានខ្នល់កៅស៊ូគ្រប់ទីកន្លែងក៏ដោយក៏តែងតែមានផ្លូវដីផងដែរផ្លូវដីនោះគឺជាផ្លូវស្រែគេតែម្ដងអញ្ចឹងបើសិនជាយើងចង់ជិះចូលទៅផ្លូវស្រែប្រភេទម៉ូតូ 125cc ដូចជា CT 125ឬក៏ក្រោះគប់110នេះគឺល្អខ្លាំងណាស់ល្អជាងប្រភេទម៉ូតូធំទៅទៀតហើយអ្នកខ្លះនៅប្រទេសជប៉ុនក៏គេចូលចិត្តជិះប្រភេទម៉ូតូតូចបែបនេះផងដែរក៏ព្រោះថានៅជប៉ុនហ្នឹងក៏វាមានឌឿងហែមផ្លូវតូចផងដែរគេប្រើម៉ូតូនេះគឺគេអាចជិះចូលទៅក្នុងកលុកកលាក់ដូចជាផ្លូវនៅស្រុកខ្មែរយើងដែរហើយអញ្ចឹងបែរមកមើលប្រភេទម៉ូតូក្រោះគប់យើងវិញម្ដងក្រោះគប់មួយគ្រឿងនេះគឺភ្ញៀវរបស់យើងខ្ញុំគាត់បានកម្មង់យកទៅជិះនៅស្រុកខ្មែរដោយអាពណ៌ស៊េរីថ្មីឆ្នាំ2025មួយគ្រឿងនេះមើលទៅប្លែកហើយស្អាតថែមទៀតហើយអាស៊េរីថ្មីហ្នឹងគឺមានបំពាក់ជាមួយនឹង Frank ABS នៅខាងមុខហើយម៉ូតូក្រោះគប់ពេលយើងមើលបែបនេះអញ្ចឹងទៅគឺដូចជាមិនសាំភ្នែកតតែសោះម៉ូដែលដែលគេចេញមកនេះចេញមកគឺដឹងតែស៊ីលុយជាក់ជាមិនខានទាំងចង្កៀងមុខហើយនឹងទាំងស៊ីញ៉ូហើយនឹងរបៀបគេដាក់ពណ៌លើម៉ូតូនេះមើលទៅដូចខ្ជូតមែនតើហើយបងប្អូនយើងខ្លះគាត់ឆ្ងល់ទៀតថាម៉ូតូនៅស្រុកខ្មែរមានមកកកោកហេតុអ្វីត្រូវតែចំណាយប្រាក់កម្មង់ម៉ូតូពីជប៉ុនទៅជិះចម្លើយខ្ញុំទៅពួកគាត់វិញនោះគឺមនុស្សយើងកើតមករស់មិនដល់100ឆ្នាំទេហេតុអ្វីធ្វើរឿងដដែលសាំអញ្ចឹងបើសិនជាយើងជិះប្រភេទម៉ូតូថៃជាង20ឆ្នាំទៅហើយហេតុអ្វីក៏យើងមិនសាកកម្មង់ម៉ូតូពីជប៉ុនអាថ្មីសុទ្ធជិះយកលុយម្ដងវាខុសត្រូវលុយគ្នាប្រហែលដែរមើលហើយបើសិនជានិយាយមកដល់ត្រឹមនេះខ្ញុំក៏គិតដល់ប្រភេទមនុស្សគឺមានច្រើនបែបច្រើនសន្តានមែនតើអ្នកខ្លះធ្វើខុសម្ដងហើយថ្ងៃក្រោយភ្លេចតាជានៅតែធ្វើខុសទៀតប៉ុន្តែអ្នកខ្លះវិញពេលធ្វើខុសម្ដងហើយចេះកែប្រែហើយធ្វើឡើងវិញធ្វើល្អជាងមុនទៀតអញ្ចឹងហើយទើបធ្វើឲ្យមនុស្សប្រភេទទី2នេះធម្មតាគឺរីកចម្រើនជាងប្រភេទមនុស្សទី1ហើយនៅក្នុងរឿងនេះវាតាក់ទងអីដែរទៅនឹងម៉ូតូគឺវាមានភាពតាក់ទាញបងប្អូនហេតុអ្វីយើងទ្រាំជិះម៉ូតូដែលផលិតនៅប្រទេសថៃជិះកាន់ឆ្នាំជិះ 4-10 ឆ្នាំហើយឲ្យតែខូចដឹងតែទៅទិញឬក៏ទៅកម្មង់ម៉ូតូថៃមកជិះទៀតហើយតើជីវិតយើងសាំដល់ថ្នាក់នោះមែនទេហេតុអ្វីក៏មិនមើលប្រភេទម៉ូតូជប៉ុនដែលយើងខ្ញុំបានដាក់បញ្ចូលរូបភាពជាច្រើននៅក្នុង website យើងខ្ញុំដោយសុទ្ធតែជាប្រភេទម៉ូតូថ្មីយើងអាចកម្មង់យកទៅជិះបាននៅក្នុងស្រុកខ្មែរហើយម៉ូតូ CT 125ឆ្នាំផុតលេខឆ្នាំ2025មួយគ្រឿងនេះក៏ត្រូវបានភ្ញៀវយើងខ្ញុំគាត់កម្មង់យកទៅស្រុកខ្មែរផងដែរហើយប្រភេទម៉ូតូ CT យើងមើលតែមួយផ្លែតអញ្ចឹងគឺតាក់ភ្នែកយើងខ្លាំងណាស់តាក់ជាងគេគឺនៅអាកន្លែងបំពង់ស៊ីម៉ាំងវាបាញ់ឡើងលើនោះតែម្ដងកន្លែងបំពង់ស៊ីម៉ាំងហ្នឹងគឺកន្លែងតាក់ចិត្តខ្ញុំជាងគេតែក៏មានអ្នកទើសអាបំពង់ស៊ីម៉ាំងនេះផងដែរមានមិត្តភ័ក្តិដែលស្គាល់គ្នាគាត់ប្រាប់ខ្ញុំថាអាបំពង់ស៊ីម៉ាំងហ្នឹងគាត់មិនសូវស្រឡាញ់ទេក៏ព្រោះថាខ្លាចអ្នកជិះខាងក្រោយជិះអញ្ចឹងទៅវាជិះអត់បានយូរជិះហែកជើងយូរពេកបើសិនជា CT ដែលមានបំពង់ស៊ីម៉ាំងតម្លាក់ចុះក្រោមគឺគាត់ពេញចិត្ត
ចិត្តជាងហើយបើសិនជាយើងចាញ់ model ខ្លួនឯងអញ្ចឹងគឺយើងលយជាងឬក៏អស់ចាជាង Senior របស់ក្រុមហ៊ុន Honda ទៅទៀតបើសិនជាបងប្អូនចង់ទិញប្រភេទបំពង់ស៊ីម៉ាំងតម្លាក់ចុះក្រោមមើលក្រោះគប់ទៅហើយអា CT ហ្នឹងគឺគេដាក់ឡើងលើអញ្ចឹងគឺមានមូលហេតុរបស់គេម៉ូតូ CT គឺជាប្រភេទម៉ូតូ off road ជិះចូលបលាយជិះឆ្លងកាត់អូបើសិនជាយើងទម្លាក់បំពង់ស៊ីម៉ាំងចុះក្រោមហើយចុះទឹកមិនចូលម៉ាស៊ីនហើយទេឬមិនត្រឹមតែបំពង់ស៊ីម៉ាំងគេលើកឡើងលើទេសូម្បីតែរុនខ្យល់ air ហ្នឹងក៏គេដាក់ឡើងលើដល់កែបអង្គុយខាងក្រោយផងដែរបាទអញ្ចឹងនិយាយជាសរុបទៅឲ្យតែផលិតផលដែលយកពីជប៉ុនទៅស្រុកខ្មែរគេធ្វើអ្វីមួយគឺសុទ្ធតែមានមូលហេតុនៅពីក្រោយនោះហើយជួនកាលយើងគិតមិនដល់ឬក៏យើងមិនអាចគិតដល់ដូចគេបានយើងចេះតែថារបស់គេនឹងវាខុសឧទាហរណ៍ជាក់ស្ដែងនោះគឺបំពង់ស៊ីម៉ាំងតែម្ដងបងប្អូនធ្លាប់ឃើញបំពង់ស៊ីម៉ាំងលេងពីជប៉ុនទៅដែលគេដាក់ made in Japan ដែរទេហើយបំពង់ស៊ីម៉ាំងទាំងអស់នោះបើសិនជាភ្ជាប់ជាមួយនឹងម៉ូតូស្រាប់ទៅស្រុកខ្មែរគឺគ្មានអ្នកទិញទេក៏ព្រោះថាបលិសចរាចរស្រុកយើងគឺបកែជាងជប៉ុនទៅទៀតឲ្យតែឃើញបំពង់ស៊ីម៉ាំងលេងគឺដឹងតែចាប់ផាកលុយយើងជាក់ជាមិនខានតាមពិតនៅជប៉ុនគេឲ្យដាក់បំពង់ស៊ីម៉ាំងលេងបងប្អូនក៏ព្រោះថាបំពង់ស៊ីម៉ាំងសេននឹងវាធ្ងន់បើទោះបីជាវាមានសម្លេងមិនសូវខ្លាំងក៏ដោយហើយបំពង់ស៊ីម៉ាំងលេងក៏គេផលិតឡើងដែលសម្លេងរបស់វាហ្នឹងគឺមិនឲ្យថ្លង់ពេកទេហើយបំពង់ស៊ីម៉ាំងលេងមួយដែលគេផលិតនៅក្នុងស្រុកជប៉ុននេះបើតាមខ្ញុំធ្លាប់រៀនវិញនោះគឺសម្លេងគឺគេមិនឲ្យលើសពី83 decibel នោះទេតែប៉ូលីសស្រុកយើងវិញមិនមានអ្វីវាស់ទេឲ្យតែសម្លេងប្លែកពីសម្លេងសេនគឺដឹងតែចាប់ទាំងអស់សម្លេងប្លែកមែនប៉ុន្តែវាមិនឮលើស83 decibel ដូច្នេះសម្លេងរបៀបម៉េចសម្លេងទៅនៅជប៉ុននេះគឺគេអត់ខ្វល់ទេតែខ្ញុំនិយាយនេះគឺក្នុងលក្ខខណ្ឌបំពង់ស៊ីម៉ាំងដែលគេលេងតាមស្តង់ដាមិនមែនថាយើងយកបំពង់ទីបយកទៅផ្សារភ្ជាប់ direct នោះទេបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានប្រភេទម៉ូតូក្រោះគប់ហើយនឹង CT ដូច្នេះបើសិនជាបងប្អូនចង់ឆែកតម្លៃប្រភេទម៉ូតូថ្មីបងប្អូនអាចចូលទៅក្នុង website យើងខ្ញុំបានហើយម៉ូតូទាំងពីរគ្រឿងនេះគឺមានគេកំងយកអស់ហើយគឺខ្ចីម៉ូតូភ្ញៀវយកមកផ្សព្វផ្សាយតែប៉ុណ្ណោះតែបើសិនជាបងប្អូនចង់កំងគឺបានអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត